ហើយតើសេណារីយ៉ូយុទ្ធសាស្ត្រអ្វីខ្លះដែលអាចកើតមានឡើងសម្រាប់ឆ្នាំ2023ហើយហេតុអ្វីបានជាទីក្រុងបាក់មុតក្លាយជាកន្លែងប្រយុទ្ធដ៏សាហាវឃោរឃៅនៅពេលបច្ចុប្បន្នលោក Gestil Greshol អ្នកប្រឹក្សាគោលនយោបាយជាន់ខ្ពស់កម្មវិធី Wider Europe ដែលមានការិយាល័យនៅក្រុមប្រឹក្សាអឺរ៉ុបស្ដីពីទំនាក់ទំនងបរទេសនៃទីក្រុងបេក្លាំងបានលើកឡើងពីសេណារីយ៉ូយុទ្ធសាស្ត្ររវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនជាដំបូងលោក Greshol បានបញ្ចាំងឆាប់រហ័សពីទិសដៅជាច្រើនតាមការគ្រោងទុកយុទ្ធសាស្ត្រនេះបានជួបការយឺតយ៉ាវក្រោយមកខែមេសារុស្ស៊ីបានប្រើយុទ្ធសាស្ត្រធ្វើសង្គ្រាមនៅភាគខាងកើតប្រទេសអ៊ុយក្រែនវិញដោយប្រើការបំផ្លាញតាមទស្សនវិមានកម្លាំងយុទ្ធសាស្ត្រនេះនៅតែអាចទទួលបានជោគជ័យរហូតមកដល់ពេលនេះរុស្ស៊ីទំនងជាបន្តយុទ្ធសាស្ត្រនេះសម្រាប់ឆ្នាំមិនសូវល្អក៏វាបានជួយឲ្យយោធារុស្ស៊ីមានការការពារនិងការទប់ទល់ការរុលរបស់អ៊ុយក្រែននៅក្នុងមនុស្សដូច្នេះយោធាមានបទពិសោធន៍មុននិងមានការថយចុះហើយនាំឲ្យក្រុមមន្ត្រីនិងអ្នកឯកទេសដែលត្រូវបានវឹកហាត់ដើម្បីបញ្ជាកងទ័ពមុននឹងត្រូវថយចុះលឿនជាងទ័ពដែលត្រូវបន្ថែមដូច្នេះហើយទោះជាមានការចិនឡាត់ទ័ពបន្ថែមក៏ដោយទំនងជានឹងនាំមកនៅការថយចុះនៃប្រសិទ្ធភាពក្នុងសមរភូមិនិងការស្លាប់យោធាវុធដែលមានកម្រិតថ្នាក់ខ្ពស់និងមានតម្លៃថ្លៃសម្រាប់ការផលិតថ្មីនោះទេគឺមានតែបន្តផលិតប្រព័ន្ធមីស៊ីលធម្មតាកម្រិតទាបក្នុងល្បឿនមួយសមស្របទៅតាមស្ថានភាពហើយរុស្ស៊ីនឹងស្វែងរកការគាំទ្រពីប្រទេសកូរ៉េខាងជើងឬប្រទេសអ៊ឺរ៉ង់ដែលពួកគេអាចធ្វើការបញ្ជាទិញគ្រាប់រំសេវពីប្រទេសផ្សេងទៀតបានតាមវិធីដឹកជញ្ជូនបែបណាមួយដោយសារហេតុផលនេះទើបថ្មីនេះរុស្ស៊ីបានបញ្ចេញរថក្រោះបម្រុង T-72B3 និង T-90M ប្រភេទថ្មីចំនួន200ទៅ250គ្រឿងក្នុងរយៈពេល1ឆ្នាំសម្រាប់សមរភូមិរថក្រោះក្រោយនេះបានបង្ហាញខ្លួននៅលើសមរភូមិយ៉ាងសកម្មហើយនឹងមានចំនួនកើនឡើងចំណុចផ្សេងទៀតដើម្បីយុទ្ធសាស្ត្រនេះទទួលបានជោគជ័យដោយការវិលុកទ្រង់ទ្រាយធំគ្រប់តំបន់អ្នកជំនាញលោកកូនរ៉ាត់មូស៊ីកាអ្នកវិភាគយោធាប៉ូឡូញក៏ធ្លាប់បានបញ្យល់ថារុស្ស៊ីបានផ្ដួចផ្ដើមគំនិតចាប់យកទីក្រុងបាក់មុតសម្រាប់ទាញកម្លាំងអ៊ុយក្រែនឲ្យចូលក្នុងការប្រយុទ្ធដើម្បីបន្ថយថាមពលមនុស្សក្នុងតំបន់ផ្សេងម្យ៉ាងទីក្រុងបាក់មុតគឺជាច្រកសំខាន់ឆ្ពោះទៅពាក្យខាងត្បូងនៃការចាប់យកទីក្រុងស្លូវ៉ាននិងក្រាម៉ាតូហើយវាក៏អាចកាត់បន្ថយនិងកាត់ដាច់ខ្សែគប់គង់របស់អ៊ុយក្រែនផងដែរដូច្នេះយុទ្ធសាស្ត្ររបស់រុស្ស៊ីនឹងនៅតែបន្តធ្វើការវិលុករហូតដល់ដើមរដូវក្តៅចូលមកដល់វិញដែលនៅពេលនោះកងកម្លាំងប្រយុទ្ធរបស់រុស្ស៊ីទំនងជាធ្លាក់ចុះម្ដងទៀតនេះហើយទើបទីក្រុងម៉ូស្គូនិងយុទ្ធសាស្ត្រសង្គ្រាមរយៈពេលយូររបស់រុស្ស៊ីតើអ៊ុយក្រែននឹងត្រូវប្រើយុទ្ធសាស្ត្រអ្វីលោក Gestil Greshol បានបញ្យល់ថាយុទ្ធសាស្ត្ររបស់រុស្ស៊ីកំពុងរុញឲ្យអ៊ុយក្រែនរងសម្ពាធយ៉ាងខ្លាំងដើម្បីប្រឆាំងនឹងការវាយប្រហារថ្មីរបស់រុស្ស៊ីនៅឆមាសទី1នៃឆ្នាំ2023នេះអ៊ុយក្រែនទំនងជាមិនអាចធ្វើការវាយលុកទ្រង់ទ្រាយធំទេបច្ចុប្បន្ននេះដោយសារកងកម្លាំងអ៊ុយក្រែនមានការខ្វះខាតមធ្យោបាយសព្វវុធដែលខាងអ៊ុយក្រែនបច្ចុប្បន្នគឺខ្វះគ្រឿងបន្លាស់និងគ្រាប់រំសេវដែលជាប្រព័ន្ធអាវុធសម័យសូវៀតដូច្នេះអ៊ុយក្រែនពឹងផ្អែកទៅលើប្រទេសដែលមានភាគហ៊ុនឬគ្រឿងបន្លាស់សម័យសូវៀតដល់ខ្លួនបើសិនជាសង្គ្រាមកាន់តែអូសបន្លាយគ្រឿងបន្លាស់ទាំងនេះកាន់តែរីងស្ងួតដោយមិនអាចផលិតបានម្យ៉ាងទៀតទោះជាលោកខាងលិចបានផ្ដល់សព្វវុធធនធ្ងន់ដល់អ៊ុយក្រែនមែនប៉ុន្តែចំនួនគឺមានកម្រិតទាបនៅឡើយរថក្រោះនិងរថពាសដែកជាអាវុធរុលទៅមុខនិងងាយបាញ់កំទេចឬទទួលរងអត្រាគ្រោះថ្នាក់ខ្ពស់ជាងកំភ្លើងធំនិងប្រព័ន្ធការពារដែនអាកាសជាការពិតណាស់តាមទ្រឹស្ដីរបស់លោកខាងលិចពួកគេអាចបង្កើនការផលិតទំនិញការពារជាតិនិងធ្វើឲ្យមានតុល្យការផ្គត់ផ្គង់របស់ពួកគេទៅកាន់អ៊ុយក្រែនជាមួយការបរិច្ចាគពីស្តុកបម្រុងដែលមានស្រាប់ហើយលោកខាងលិចត្រូវខិតខំក្នុងការទទួលបានប្រព័ន្ធផលិតថ្មីមួយរួមគ្នាដើម្បីជំនួសសព្វវុធដែលបានបរិច្ចាគទៅអ៊ុយក្រែន
បើលោកខាងលិចមានបំណងចង់ទ្រទ្រង់អ៊ុយក្រែនសម្រាប់សង្គ្រាមរយៈពេលយូរគឺត្រូវការប្រព័ន្ធផលិតសព្វាវុធមួយរួមគ្នាក្នុងល្បឿនលឿនដើម្បីជំនួសការបរិច្ចាគដល់ទីក្រុងគៀវឲ្យទាន់សភាពការលោក Kreshol បានលើកជាឧទាហរណ៍ថារថក្រោះ Leopard 2ត្រូវបានផលិតក្នុងល្បឿន2គ្រឿងក្នុងមួយខែជាមួយពេលវេលាចែកចាយរហូតដល់ទៅ3ឆ្នាំនេះគឺប្រហែល 1/8 នៃអត្រាការផលិតរថក្រោះរបស់រុស្ស៊ីតែប៉ុណ្ណោះមានន័យថានៅឆ្នាំ2023អ៊ុយក្រែននឹងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងពីការវាយលុករបស់រុស្ស៊ីនៅក្នុងរដូវរងានិងរដូវកាលរីកទេដើម្បីប្រយុទ្ធកាត់បន្ថយចំនួនទាហានរបស់រុស្ស៊ីយ៉ាងច្រើនវិញតាមរយៈការការពារដោយការកំទេចសភាវុធសត្រូវឲ្យបានច្រើនតាមដែលអាចធ្វើទៅបានទោះជាមានការប្រកាសថ្មីៗថារុស្ស៊ីបានឡោមព័ទ្ធទីក្រុងបាខ្មុតប៉ុន្តែទីក្រុងគៀវនៅតែបដិញ្ញាថាកំពុងវិលទៅមុខសម្រាប់ឆ្នាំ2023ហើយវាជាអ្វីដែលឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការរួមសហរដ្ឋអាមេរិកបាននិយាយថាវាមិនទំនងទេដែលអ៊ុយក្រែននឹងអាចដេញកងកម្លាំងរុស្ស៊ីនៅឆ្នាំនេះទៅរកខ្សែបន្ទាត់មុនថ្ងៃទី24ខែកុម្ភៈឆ្នាំ2022ប៉ុន្តែសេណារីយ៉ូវិជ្ជមានសម្រាប់ប្រទេសអ៊ុយក្រែនគឺធ្វើឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរទៅដល់រុស្ស៊ីដើម្បីកាត់បន្ថយម៉ាស៊ីនយោធារបស់ទីក្រុងមូស្គូឲ្យមានឱនភាពដើម្បីរងចាំសភាវុធលោកខាងលិចទោះជារុស្ស៊ីនៅតែមានការចល័តទ័ពបន្ថែមទៀតក៏វត្តមានយោធារបស់រុស្ស៊ីនៅលើទឹកដីរបស់អ៊ុយក្រែននឹងជួបគ្រោះថ្នាក់យ៉ាងពិតប្រាកដចំណែកសេណារីយ៉ូវិជ្ជមានរបស់រុស្ស៊ីគឺការកាត់បន្ថយរុញបន្តទៀត